ត្រូវរើសមនុស្សប្រុសដែលចាប់ត្រីឲ្យយើងស៊ីមិនមែនរើសមនុស្សប្រុសដែលគូរូបត្រីឲ្យយើងមើលនោះទេជីវិតគូក៏ដូចគ្នាត្រូវរើសមនុស្សដែលមើលថែយើងពិតប្រាកដមិនមែនមនុស្សប្រុសដែលគ្រាន់តែចេះនិយាយថានឹងមើលថែយើងឲ្យបានល្អនោះទេ